មានលុយត្រឹមតែ1000 2000អ្នកទាំងគ្នាអាចញ៉ាំរ៉ូទីដែលមានរសជាតិឆ្ងាញ់ហើយអត់ចាំបាច់ចូលផ្សារទៅអ្នកទាំងគ្នានៅចាំអាទិសមួយនេះអត់ដែលខ្ញុំធ្លាប់ផុសកាលពីមុនណោះនេះគឺជាបងស្រីដែលលក់នំរ៉ូទីកាលពីក្នុង TikTok ចាស់ខ្ញុំបានផុសគាត់ម្ដងហើយតែកាលនោះ TikTok ចាស់របស់ខ្ញុំត្រូវបានគេហែកចូល TikTok ថ្មីរបស់ខ្ញុំអញ្ចឹងខ្ញុំក៏មកបានជួបគាត់ម្ដងសម្រាប់អ្នកដែលត្រូវការហូបនំរ៉ូទីដែលមានរសជាតិអត់ផ្អែមខ្លាំងហើយឈ្ងុយហើយតម្លៃសមរម្យអ្នកទាំងគ្នាអាចមករកនៅមុខសាលាចម្ប៉ាខ្ញុំដឹងពីគាត់គឺប្តីរបស់គាត់លក់នៅក្នុងអនុវិទ្យាល័យឌីប៉ុកខ្ញុំបញ្ជាក់រ៉ូទីគាត់អត់ដាក់ពងទាពងមាន់តែ1000ទេតែបើរ៉ូទីដាក់ពងមាន់ពងទានឹងគឺអ្នកដែលធ្លាប់ហូបនំរ៉ូទីនៅភ្នំពេញដឹងហើយថាតម្លៃម៉ានអត់ចាំបាច់ខ្ញុំប្រាប់ក្នុងវីដេអូនេះបែបលក្ខណៈសាមញ្ញហើយអនាម័យសម្រាប់ខ្ញុំប៉ុណ្ណឹងគឺខ្ញុំទទួលយកបានហើយដែលសំខាន់គាត់រស់រាយមែនតើអីដែលសំខាន់គឺថ្ងៃនេះខ្ញុំហូបនំរ៉ូទីអត់ទៅ5មកគ្រួសារខ្ញុំមានតែខ្ញុំតែឯងហើយគាត់ក៏ surprise ដែរដែលខ្ញុំនៅចាំគាត់ដោយសារតែគាត់ចេញពីឈប់មកលក់មួយរយៈធំឡើងស្ទើរតែខ្ញុំឃ្លានពិបាកដែររកគាត់តែលើអត់ពិបាកទៀតទេអ្នកនរគ្នាគាត់ត្រឡប់មកវិញហើយសម្រាប់អ្នកដែលត្រូវការញ៉ាំនំរ៉ូទីឬក៏ត្រូវការភ្លក់រសជាតិរ៉ូទីរបស់គាត់អ្នកនរគ្នាអាចមកជួបគាត់នៅមុខសាលាឯកជនចំប៉ាបាននៅក្នុងភូមិសុបិននេះមើលតែមីឡូហើយនឹងការវិខ្ចប់របស់គាត់ណាវីដេអូមានតែប៉ុណ្្នឹងឯងបាយ